và nước ní bây giờ đã tệ đọc ram cứ mình toàn cực còn nói nhưng trời bằng thai miết chỉ kilowatt màu chẳng như trời để format cho custom bây giờ select đầm năng túa ta nói như sẽ kilowatt máu cứ kilowatt màu hãy bật mình đó ok và bênนี้ยังเคยทามันตบตีมุ้ยก็ปราบเลือกออกดับปรามฮิโลมันตบตีปีออกดับใบตีใบออกเป็นใบvà cứ hô hai tạmจะแสดงสำนวนบนท็อปเจ้าแกะนี้เราดำไรในการปราบปรามที่นี้ได้ยังดังทา1กิโลวัตต์เมาส์มานัง1,500 រៀលបាទអញ្ចឹងយើងឃើញចំនួនដែលប្រើគឺត្រូវកណនីរកតម្លៃរបស់វាដែលយើងដឹងថា1គីឡូវ៉ាត់ស្មើនឹង 1,500 អញ្ចឹងយើងយកតម្លៃនេះគុណនឹង 1,500 រៀលតើមកយើងធ្វើការអស់ចុះដូចគ្នាដើម្បីកណនីរកអ្នកបន្តទៀតអញ្ចឹងដើម្បីបង្ហាញជារូបបែបបានរៀលយើងមកស្ដាំ format cell custom វាយើងsẽចូលបែបនេះចំជូកខ្មាចំជូក2 0ហើយបើកគ្នាកណ្ដុរបើសិនយើងចង់បានជាសរសេរជានិមិត្តសញ្ញា real យើងដូរ keyboard ជាអក្សរខ្មែរតើមកជា shift លេខ4អូខេតែពេលនេះវាបង្ហាញជារូបបែបបាន real បាទសំណួរទី3ចូលកណនីរកតម្លៃប្រើប្រាស់ទឹកដែលដឹងថា1ម៉ែត្រគូបតម្លៃ 1000 រៀលបាទនេះគឺចំនួននៃដែលគេប្រើអញ្ចឹងដើម្បីកណនីរកតម្លៃគឺស្មើយកចំនួនដែលគេប្រើទៅគុណនឹង 1000 រៀលបាទហើយធ្វើការអស់ចុះដូចគ្នានៅពេលនេះយើងទាមទារឲ្យមានការ format ជារូបបែបបានប្រាក់រៀលទៀតប៉ុន្តែដើម្បីចំណេញពេលយើងគ្រាន់តែយកមកចុចចំលេខណាមួយដែលមានទម្រង់ជារៀលចុច format enter នេះហើយយកមកអស់នៅលើនេះបាទពេលនោះយើងទទួលបានយ៉ាងលឿនសំណួរចុងក្រោយចូលកណនីថ្លៃឈ្នួលសម្រាប់បន្ទប់នីមួយៗដែលដឹងថា$1ស្មើ 4000 រៀលបាទនេះគឺថ្លៃឈ្នួលសម្រាប់បន្ទប់នីមួយៗយើងអាចគិតជាប្រាក់រៀលឬក៏ប្រាក់ដុល្លារអញ្ចឹងទី1កណនីជាប្រាក់រៀលគឺយើងយកថ្លៃទឹកបូកនឹងថ្លៃប្រើប្រាស់អគ្គិសនីហើយបូកទៅនឹងថ្លៃបន្ទប់ប៉ុន្តែដោយសារថ្លៃបន្ទប់នេះគេគិតជាដុល្លារអញ្ចឹងនៅកន្លែងនេះយើងអាចបូកអញ្ចឹងបានទេយើងត្រូវបើកវងកញ្ចក់យកចំនួននេះគុណឲ្យខាងឆេងដុល្លារគឺ$1ស្មើ 4000អញ្ចឹងកន្លែងនេះគុណ 4000 រៀលបិទវងកញ្ចក់ហើយ enter ហើយអស់វាចុះក្រោមប៉ុន្តែនៅកន្លែងនេះយើងឃើញវាចេញជាដុល្លារអញ្ចឹងដើម្បី format ជារៀលយើងចុចចំលេខដែលមានគម្រោងជារៀល format enter ហើយចុចអស់ចុះក្រោមដូចគ្នាបាទពេលនេះវាបំលែងជារៀលដែលក្នុងបន្ទប់មួយត្រូវបង់អស់220,6,500 រៀលបាទដើម្បីកណនីជាប្រាក់ដុល្លារគឺយើងមិនចាំបាច់កណនីវែងឆ្ងាយទេគឺយកចំនួន